បាទទស្សនិកជនជាទីមេត្រីបាទនៅពេលនេះខ្ញុំបាទសូមបង្វែរអារម្មណ៍ទស្សនិកជនទាំងអស់បាទជាពិសេសបងប្អូននៅរាជធានីភ្នំពេញបាទទស្សនានៅរមណីយដ្ឋានវត្តភ្នំដែលជារមណីយដ្ឋានប្រវត្តិសាស្ត្ររបស់ខ្មែរយើងតាំងពីយូរលង់ណាស់មកហើយបាទហើយនេះគឺជាទីធ្លារបស់លោកយាយដូនពេញយើងដែលជាស្ថាបនិកកសាងនិងការអភិវឌ្ឍរមណីយដ្ឋានវត្តភ្នំនេះឡើងបាទអញ្ចឹងខ្ញុំសូមនាំអារម្មណ៍បងប្អូនយើងទៅទស្សនារមណីយដ្ឋានវត្តភ្នំដូចតទៅបាទសួស្តីប្រិយមិត្តឥឡូវនេះខ្ញុំបាទបានមកផ្តិតយករូបភាពវីដេអូពីរមណីយដ្ឋានវត្តភ្នំបាទជារមណីយដ្ឋានជាតិរបស់កម្ពុជាយើងហើយនៅច្រកដែលខ្ញុំចូលនេះគឺនៅច្រកចំណុចនាឡិកាបាទអញ្ចឹងសូមប្រិយមិត្តបងប្អូនទស្សនាទាំងអស់គ្នាបាទសូមអញ្ជើញបាទនេះជានាឡិកាដ៏ធំបាទនៅខាងមុខខាងចំហៀងខាងត្បូងវត្តភ្នំបាទធំនាឡិកានេះទល់មុខនឹងផ្លូវនរោត្តមបាទព្រះនរោត្តមបាទនៅលើទីតាំងវត្តភ្នំចំហៀងវត្តភ្នំនេះតែម្ដងបាទយើងមើលទៅឃើញសភនភាពទេសភាពនឹងគួរឲ្យកយគុណបាទដោយមានគេហៅថាពណ៌សម្បុរខៀវត្រជាក់ភ្នែកតែម្ដងវាញ៉ាំងឲ្យនៅក្នុងបរិយាកាសនេះមេឃស្រទុំខែនេះហ្នឹងបាទត្រជាក់ភ្នែកបាទហើយទីតាំងដែលខ្ញុំកំពុងតែចង្អុលនេះគឺជាទីតាំងដែលមានការសម្ដែងនៅក្នុងឆ្នាំ1960ជាងមកជំនាន់តែទេនោះបាទហើយនឹងចំណុចរណុលគឺសិល្បៈចាស់ៗនៅសម្ដែងនៅកន្លែងនេះនេះគឺជាផ្លូវឡើងបាទនៅខាងកើតរមណីយដ្ឋានវត្តភ្នំឡើងទៅលើវត្តភ្នំបាទឡើងទៅលើវត្តភ្នំមួយយើងមើលទៅឃើញនៀកអមទាំងសងខាងគឺជារូបបរិយាកាសនៅកន្លែងនេះស្អាតមើលទៅឃើញបាទសាលាក្រុងរាជធានីភ្នំពេញយើងនេះគឺបានអភិវឌ្ឍឬក៏កសាងឡើងក៏ដូចជាក្រសួងពាក់ព័ន្ធមានសមត្ថកិច្ចទាំងអស់បាទជាពិសេសប្រមុខរាជរដ្ឋាភិបាលយើងបានធ្វើការអភិវឌ្ឍនៅរមណីយដ្ឋានវត្តភ្នំបានស្អាតដល់បងប្អូនមើលទៅឃើញគួរឲ្យស្រឡាញ់ហ្មងគួរឲ្យចង់ទៅលេងលំហែកាយហ្មងខ្ញុំឡើងកម្មចដើនេះឡើងទៅវាច្រើនកម្មមែនតែដូចមិនហត់មើលទៅឃើញភ្នែកយើងអាឡែសម្លឹងតខាងទៅខាងមុខដើម្បីគយគុណហើយអញ្ចឹងអត់មានអារម្មណ៍ថាហត់ហើយទេមើលទៅឃើញស្អាតបាទជារមណីយដ្ឋានប្រវត្តិសាស្ត្របាទហើយរមណីយដ្ឋាននេះគឺមានការកសាងឡើងតាំងពីឆ្នាំ1400ជាងបាទនៃគ្រិស្តសករាជដែលលោកយាយពេញបានធ្វើការអភិវឌ្ឍរមណីយដ្ឋានវត្តភ្នំឬក៏ដូចជាវត្តភ្នំនេះបាទអញ្ចឹងសូមបងប្អូនមើលឃើញទេសភាពនេះគឺជាទីកន្លែងដែលព័ទ្ធជុំវិញរមណីយដ្ឋានវត្តភ្នំយើងមើលទៅឃើញគួរឲ្យចង់កយគុណចង់ដើរលេងកំសាន្តបាទហើយនៅកន្លែងមួយទៀតគឺជាប្រវត្តិសាស្ត្ររបស់ខ្ញុំបាទកាលពីឆ្នាំ91នេះកន្លែងនេះតោពីនេះគឺខ្ញុំធ្លាប់បានថតជាអនុស្សាវរីយ៍ជាមួយមិត្តភ័ក្តិខ្ញុំកាលនោះស្លៀកពាក់ជាឯកសណ្ឋាននគរបាលបាទពួកខ្ញុំនៅក្មេងៗជាអាយុ3 4 10ហ្នឹងទៅចូលប៉ូលីសបាទហើយថតកន្លែងហ្នឹងខ្ញុំឈរថតឲ្យបានយូរតិចគឺទីតាំងនេះគឺខ្ញុំបានធ្លាប់ឈរថតច្រត់ចកេះពីអ្នកមិត្តភ័ក្តិខ្ញុំស្លៀកពាក់ឯកសណ្ឋាននគរបាលបាទខ្ញុំមកឃើញកន្លែងហ្នឹងគូនឹកឃើញតាំងពីឆ្នាំដល់ឆ្នាំ1991បាទដែលខ្ញុំចូលនគរបាលត្បូងហើយខ្ញុំមកសម្រាប់នៅសង្ត្រាវវត្តភ្នំហើយក៏នាំមិត្តភ័ក្តិមកដើរលេងហើយក៏បានថតរូបជាអនុស្សាវរីយ៍នៅកន្លែងនេះនៅលើវត្តភ្នំនេះហើយកាលនោះអត់ទាន់បានស្អាតដូចឥឡូវទេឥឡូវនេះស្អាតណាស់ហើយឡើងទៅឃើញមើលទៅឃើញគួរថាចង់ទៅលេងហ្មងបាទចង់ទៅលេងឃើញនេះមានបងប្អូនប្រជាពលរដ្ឋយើងដែលបានមកបន់ស្រន់មានអបិយជំនឿទៅលើផ្លូវក្រៅផ្លូវក្នុងរបស់គាត់នេះគឺគាត់បានមកបន់ស្រន់បាទគាត់សុំសុខសេរីសួស្តីជ័យមង្គលវិបុលសុខដើម្បីរកស៊ីមានបានកុំឲ្យមានជំងឺឈឺថ្កាត់អីចឹងទៅបាទយើងមើលទៅឃើញកន្លែង
vót nôm romi tham vót nôm tôi khơi sạt khơi tứ và một mắt na có nhung gìแต่ sạt rồi sao nhung tôi khơi sạt men và sạt na bông ôn chưa có đọc mai nơi khung đi từ phnom penh cái đây gọi đôi chia tam đá khai ban mới lên vót nôm hay bạn giặc các lo na ọt soi chế áp ấy tê tê ọt thì vừa nhung ban tôi khơi chung bình đang khơi sạt men hay nhung khơi sạt tha sạt đôi sai miền ca thái tom pi lục ta cha có đôi ở bông ôn dương nơi sầm rạ nơi lơ năng ban chui thai được xa từng ngóc nia nằm bây ở room đi than đi miền sập phòn là phép o bà giặc cả o bà với tôi khuyết xa đó nhom thọt liệt lo nó nhom oi mơ khơi và đi từ của pool đi hay của pool đi tăng pi bờ bông ôn cha cha môn môn cho non môn cọt bàn khơi của pool đi bà kết mà đo lấy nó bịประมาณ châu 6 rồi năm chiêng hơi bàผม 700 ឆ្នាំហើយនៅតែស្អាតចេះនេះកន្លែងដែលបងប្អូនយើងលក់វត្ថុអនុស្សាវរីយ៍បាទលក់វត្ថុអនុស្សាវរីយ៍នេះគឺវាល្អណាស់បាទល្អណាស់ជាសភនភាពមួយដើម្បីលម្អទៅដោយទៅដល់រមណីយដ្ឋានវត្តភ្នំយើងបាទតែថ្ងៃនេះដូចមានអារម្មណ៍ថាស្ងាត់ហើយស្ងាត់ហើយគឺមានអារម្មណ៍ថាបាត់អីមួយយ៉ាងបាទបងប្អូនមានអារម្មណ៍ថាបាត់អីមួយយ៉ាងដូចខ្ញុំដែរបងប្អូនកំពុងតែទស្សនាគឺបាត់ស្វាបាទស្វាធ្លាប់រាល់ដងយើងទៅឃើញស្វាស្រែកចែកចាច់ពេញនឹងទាំងអស់ឥឡូវនេះបាត់សំបីតែស្វាមួយកូនស្វាមួយក៏គ្មានដែរបាទហើយដើមឈើនេះគឺជាដើមអំពិលដើមឈើនេះតាំងពីចំនួនដូនតាយើងមកម្លេះបាទដើមឈើនេះអត់ខ្វះពី100 ឆ្នាំឡើងទេបាទដើមឈើដើមអំពិលនេះដើមអំពិលជូរយើងបេះផ្លែស្លហ្នឹងបាទធំហើយល្អដើមអំពិលហ្នឹងបាទបានថាយើងមើលឃើញបរិយាកាសសុភនភាពព័ទ្ធជំវិញបាទការថែទាំបាទនៅកន្លែងនេះគឺគេមកបន់ស្រន់សុំសេចក្តីសុខពីលោកយាយពេញបាទលោកយាយពេញជាស្ថាបនិកកសាងវត្តភ្នំយើងនេះបាទលោកយាយពេញហើយខ្ញុំហ្នឹងក៏បានឡើងទៅក៏សុំសុខសេរីសួស្តីជ័យមង្គលបាទឈ្នះអស់មានសត្រូវជួបតែសំណាងល្អសេចក្តីសុខបាទរកស៊ីមានបានជោគជ័យគ្រប់ភារកិច្ចសុំសុខសួស្តីពីលោកយាយដែរហ្នឹងដោយបងប្អូនយើងបានទៅទស្សនាដូចគ្នាអញ្ចឹងទៅសុំសុខសេរីសួស្តីដែរនឹងបាទនេះវត្តភ្នំតែខាងក្នុងវត្តគឺអត់បានបើកទេហើយនេះគឺស្គរបាទស្គរសម្រាប់ទុំមានបញ្ហាផ្សេងឬក៏ដោយការពីមុនយើងបានប្រកាសរដ្ឋាភិបាលបានប្រកាសឲ្យទុំស្គរទុំអីតាមវត្តអារាមនេះវត្តភ្នំក៏មានស្គរធំនេះមួយដែរបាទក៏មានស្គរធំនេះមួយដែរហើយយើងមើលទៅឃើញស្អាតណាបងប្អូនមើលទៅឃើញមានសម្រាមមួយសន្លឹកអត់មួយតងអត់មានទេស្អាតភ្លឹងហ្មងរមណីយដ្ឋានវត្តភ្នំនេះគឺស្អាតមែនឥឡូវមកដល់បច្ចុប្បន្ននេះមានការវិវត្តសាលាក្រុងក៏ដូចជារាជរដ្ឋាភិបាលបាទនិងពុទ្ធបរិស័ទចំណុះជើងវត្តនៅវត្តភ្នំគាត់បានថែទាំបានល្អបាទបានល្អណាស់ហើយនេះគឺជនបរទេសឃើញ2នាក់បាទជនបរទេសឃើញ2នាក់នេះជាសัตว์អីមួយដែលខ្ញុំមិនស្គាល់ទេសัตว์នេះគឺមិនដឹងជាសัตว์អីខ្ញុំពងអង្គុយគិតដែរសិតតែស្ដេចសัตว์ហើយបាទសិតតែរិទ្ធិស័យសัตว์ហើយបានគេយកមកតាំងមកដល់រាប់100 ឆ្នាំបាទរូបនេះមិនធម្មតាទេចម្លែកណាស់បាទហើយនេះសិតតែរូបអប្សរាបាទលំអបាទនៅនេះការកើនបាទកើនតបបាទលោកជីពេញបាទនៅគេដាក់រចនានៅតាមជញ្ជាំងវត្តភ្នំនេះបាទយើងមើលទៅឃើញល្អឡើងទៅគួរឲ្យចង់ទៅអង្គុយលេងបងប្អូនជាបរិបទយើងក៏ដូចបងប្អូនក្មួយសិស្សានុសិស្សបើថ្ងៃណាសៅរ៍អាទិត្យពេលអបសុកពេលអីអាចទៅអង្គុយលេងបាទទៅអង្គុយលេងហើយអត់មានក្មេងចងេងចងាងអីទេបាទអត់មានទេអត់ទេសុវត្ថិភាពមានប៉ូលីសផ្នែកខាងទេសចរអង្គុយចាំឬក៏យាមការពារនៅកន្លែងហ្នឹងទៀតនេះខ្ញុំចុះមកវិញតាមកម្មចដាវខាងកែតដដែលបាទមិញហ្នឹងមានន័យថាខ្ញុំដើរពាត់ជុំវិញខាងលើបាទខាងលើវត្តភ្នំតាមខឿន
ផ្លូវខឿនបបភ្នំបាទអញ្ចឹងចុះមកវិញហើយចុះមកវិញអានេះផ្លូវខាងក្រៅព័ទ្ធជាមួយបបភ្នំម្ដងហើយមើលទៅគឺស្អាតមែនបងប្អូនទៅមុខទីទៀតឃើញសិតដើមឈើមើលទៅគឺស្អាតខ្ញុំសូមសរសើរបាទសូមសរសើរសាលាក្រុងភ្នំពេញក៏ដូចជាក្រសួងវិចិត្រសិល្បៈក៏ដូចជាស្ថាប័នពាក់ព័ន្ធបាទបានរៀបចំនៅរមណីយដ្ឋានបបភ្នំនេះមើលទៅឃើញស្អាតបងប្អូនស្អាតហើយត្រជាក់ភ្នែកខែនេះវាត្រជាក់ទៀតអាមលប់ឈើនឹងបក់រវិចមកខ្យល់បក់រហៀកមកយើងធំក្លិនប្រហើរឲ្យមានបងប្អូនប្រជាពលរដ្ឋខ្លះទៅដាក់អាហារយកទៅគួយញ៉ាំចៃនេះញ៉ាំតែគាត់មានអាណាមអីមកគាត់ឃើញគាត់វិចខ្ចប់អីស្រួលគាត់បាទហើយនេះមើលផ្លូវស្អាតយល់គឺអត់មានស្មៅអត់មានស្លឹកឈើជ្រុះមកស្លឹកទេមើលបងប្អូនជួយពិនិត្យមើលខ្ញុំនេះតែកន្លែងនេះមានគាត់ថាផ្លូវដើរគឺអត់មានតែបើកន្លែងតាមដើមឈើអីហ្នឹងមានមិនថានេះទេមើលតាមផ្លូវចេះហ្នឹងទេស្អាតភ្លឹងហ្មងអត់មានខ្ញុំទៅឃើញនឹងភ្នែកខ្ញុំបានខ្ញុំចាប់អារម្មណ៍មួយកន្លែងនេះគឺល្អរមណីយដ្ឋានបបភ្នំអញ្ចឹងសូមថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃសិលថ្ងៃខែដាច់រនោចខ្នើតណាបងប្អូនប្រជាពលរដ្ឋយើងទៅទស្សនាបាទបបភ្នំនេះដើមឈើធំល្អមើលទៅឃើញអភិរក្សបានល្អឬក៏រៀបចំបានល្អបាទរៀបចំបានល្អណាស់នៅរមណីយដ្ឋាននេះដើមឈើស្អាតត្រជាក់ល្វឹងហ្មងខ្ញុំចង់ថាថ្ងៃណាមួយខ្ញុំនាំគ្រួសារកូនខ្ញុំអីទៅអង្គុយលេងហ្នឹងហ្មងបាទដាក់អីទៅហូបអីទៅអង្គុយលេងហ្នឹងស្អាតភ្លឹងហ្មងខ្ញុំសូមសរសើរអស់ពីចិត្តបាទព្រោះខ្ញុំធ្លាប់តាំងពីឆ្នាំ90ជាងអីមកខ្ញុំឃើញវាមិនសូវស្អាតហើយកន្លែងខ្ញុំចុះអល់នេះកាលពីមុនមានកន្លែងចិញ្ចឹមខ្លាចិញ្ចឹមកពើអន្សងសត្វអន្សងបាទមានសត្វច្រើនប្រភេទសូម្បីដៅធំឥឡូវគេហៅយកទៅភ្នំតាម៉ៅទៅដាក់ណាទៀតតែអត់ឃើញមកដល់ឥឡូវបាទហើយនេះកន្លែងវត្តភ្នំគេដាក់វត្តភ្នំកម្ពុជានេះអញ្ចឹងយើងមើលទៅឃើញការរៀបចំគឺបានល្អចាក់ដល់មើលស្អាតហើយកាលពីឆ្នាំ90ជាងខ្ញុំមកឃើញហើយរហូតដល់ឆ្នាំ2000ស្ដៅហ្នឹងក៏មិនទាន់ស្អាតបានដូចឥឡូវដែរតែឥឡូវឃើញស្អាតមែនមានធុងសម្រាមដាក់សម្រាមនេះបងស្រីជនជាតិបរទេសនេះជួបគាត់2ដងនៅខាងលើបភ្នំជួបគាត់ម្ដងមកដល់ក្រោមជួបគាត់ម្ដងទៀតនេះមានគូគេទៅសង់តំងគ្នាបាយទឹកអីទៅម្យ៉ាងចាំថាបងប្អូនប្រជាពលរដ្ឋយើងគួរតែបើបានឃើញវីដេអូនេះសូមបងប្អូនទៅទស្សនានៅវត្តភ្នំបាទនៅវត្តភ្នំអត់ញ៉ៃញ៉ៃទេអត់ដោយការពីជំនាន់មុនមានក្មេងខូចក្មេងខលអីយ៉ាងម៉េចទៀតគឺអត់មានទេបាទអត់មានទេគឺមើលទៅខ្ញុំឃើញថាស្អាតខ្ញុំសរសើរស្អាតហើយមានដើមឈើធំតែទាស់រឿងដើមឈើនេះខ្ញុំគិតមើលទៅដូចរៀងស្រាវខ្លួនដែរវារៀងតូខ្លាំងណាបងប្អូនវាតូខ្លាំងអញ្ចឹងបើអាចមានខ្យល់ខ្លាំងអីមេឃភ្លៀងយូរពីថ្ងៃដប់អីខ្យល់ខ្លាំងកត្រាក់អាចដួលបាទអាចគ្រោះថ្នាក់សូមសាលាក្រុងបើអាចកាត់ខាងលើចោលខ្លះទៀតបានល្អបាទហើយនៅលើដើមឈើនេះខ្ញុំកំពុងតែប្រវត្តិកាមេរ៉ាទៅថតនេះនៅខាងលើនេះគឺមានសត្វជ្រឹងបាទសត្វជ្រឹងតែអត់ច្រើនដូចមុនទេកាលជំនាន់មុនមានច្រើនណាស់ឥឡូវវាអត់សូវមានសត្វជ្រឹងទេបាទឮសំឡេងយំប្រហែលជាសត្វហ្នឹងវាតិចដែរទេមិនច្រើនប៉ុន្មានទេកាលពីមុនមកដូចផ្លែឈើធ្លាក់មកប្រណោងមកបងបាទឥឡូវលែងមានអត់មានសត្វជ្រឹងទេនៅជុំវិញបបភ្នំហើយជាពិសេសនោះគឺសត្វស្វាអត់មានទេដោយសារសត្វស្វាវាកាចពេកពេលខ្លះបងប្អូនឬក៏កូនចៅបងប្អូនប្រជាពលរដ្ឋទៅទស្សនាសត្វស្វាវាខំធ្វើឲ្យមានគ្រោះថ្នាក់ជារឿយមកដែរកាលពីចំនួនមុន9ជាង8ជាង9ជាងរហូតដល់2000ជាងនេះវាបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋបងប្អូនយើងទៅទស្សនាបាទអញ្ចឹងខ្ញុំក៏បញ្ចប់វីដេអូនេះត្រឹមនេះបាទសូមអរគុណ